ជំរាបសួរសวัสดีครับអានរឿងអែមសៀនចៅ Hello ជំរាបឆ្លើយបងឯងខាងព្រំលិខិតមែនហ្នឹងដឹងហើយខាងបងព្រំលិខិតហើយមានការអ្វីដែរបើចាឆ្នាំក្រោយនេះខ្ញុំសុំចាត់ចែងជីវិតខ្លួនឯងម្ដងហើយព្រំលិខិតឯងក៏មិនចេះដឹងលឺនៅមិនឲ្យព្រំលិខិតចេះដឹងបាច់ព្រំលិខិតគឺជាអ្នកតាក់តែជីវិតតាក់តែងស្អីគេតាំងពីបដៅឲ្យព្រំលិខិតឯងតាក់តែងជីវិតមកគឺជីវិតតែគ្មានរីចម្រើនស្អីទេរកតែសង្សាររកតែស្នេហាមួយធ្វើឆ្នាំមិនបានហើយប្រាក់ខែបាក់មកចាយម្ដងខែទៀតឥឡូវរកតែបន្តកាចាំងមួយជិះមិនបានផងតាក់តែងជីវិតក៏បាញ់យកស្អីទោះជាយ៉ាងណាក៏ដោយនេះគឺជាច្បាប់ទេវតាព្រំលិខិតគឺជាអ្នកតាក់តែងជីវិតរបស់មនុស្សមិនអាចតាក់តែងជីវិតខ្លួនឯងបានទេអត់បានទេប្រាប់ឲ្យហើយឆ្នាំក្រោយនេះសុំតាក់តែងជីវិតខ្លួនឯងម្ដងហើយព្រំលិខិតឯងអត់មានញ៉ៃណាតាហ៊ានលុកដៃនេះដឹងតែមានរឿងធំជាមួយខ្ញុំហើយអូខេចាំមើលស្នើទៅទេវតាឲ្យតាក់តែងជីវិតខ្លួនឯងមួយឆ្នាំចុះចាំមើលតាក់តែងរីកចម្រើនប៉ុណ្ណាអរគុណលោកព្រំលិខិតខ្លាំងណាស់ចាំតែមើលទៅខ្ញុំបានរៀបចំផែនការជីវិតរួចហើយដឹងតែមានលុយមានឡានមានផ្ទះហើយមានស្នេហាទៀតជូនពរជោគជ័យបាទអរគុណប៉ុណ្ណឹងបានហើយតែបណ្ដាឲ្យព្រំលិខិតចាត់ចែងជីវិតទៀតអត់កើតទេទោះសុំចាត់ចែងជីវិតខ្លួនឯងហើយបានតែទៅប្រាប់ព្រំលិខិតនៅចានៅពេលនេះសូមប្រគេននៅរង្វាន់ទឹកប្រាក់ចំនួន120